បាទសួស្តីបងប្អូនយើងអានេះគឺរបៀបសីបាទរបៀបសីគឺយើងមុននឹងសីយើងចាក់ទឹកបដាហើយក៏យើងសម្លបៀដើម្បីឲ្យវារលោងបងប្អូនហើយយើងក៏ចាប់ផ្ដើមបៀហើយជាងក៏ចាប់ផ្ដើមហើយគាត់ជាងនេះគាត់វាការដៃគាត់មិនប្រកបដីណាឥឡូវនេះគាត់ចាប់ផ្ដើមបូកហើយចាប់ផ្ដើមសីហើយគាត់យកសម្លបៀហើយខ្ញុំណាក៏បានត្រឹមតែឈរមើលពួកខ្ញុំកូនជាងមិនបានចេះធ្វើសំណងទេអញ្ចឹងឲ្យជាងគាត់ចាត់ការទៅខ្ញុំគាត់អ្នកជួយតិចតួចដើម្បីឲ្យការងារនឹងវាដាខ្ញុំបានត្រឹមដើរសម្លឹងអញ្ចឹងណាមើលទៅមនុស្សអត់ប្រយោជន៍មនុស្សអត់ប្រយោជន៍ដែរហើយក៏បានត្រឹមឈរមើលគេប្រើលិចយើងទៅលិចប្រើកើតយើងទៅកើតពួកកូនជាងសំខាន់ដល់មេជាងតើយើងធ្វើតាមហើយក៏មេជាងគាត់ថានេះដូចជាផ្លាក់ស្អីខ្មៅនៅកន្លែងនេះហើយខ្ញុំក៏យកនេះទៅជូតឬក៏ទៅគោះចេញចាក់ទឹកដើម្បីឲ្យវាបាត់ទៅណាហើយក៏ចូលមើលបន្តទៀតដើម្បីជីវិតកម្មករសំណងបងប្អូនមានអីល្អជាងនេះទេហើយជាងខាងនេះក៏គាត់ធ្វើដែរប៉ុន្តែរៀងស្ងាត់ពេកដោយសារតែគាត់ទៅឃើញនៅជាងធំអញ្ចឹងណាគាត់បៀកបដាគាត់មើលបដាអញ្ចឹងទៅហើយខ្ញុំនេះក៏បានកាមេរ៉ាថតហើយនឹងដើរមើលឲ្យតែនេះជាគាត់ប្រាប់ទៅអញ្ចឹងបងជីវិតសំណងមានតែប៉ុណ្ណឹងបងប្អូនហើយក៏ដើរលើចុះឡើងមានបានជួយធ្វើអីគេទេបន្តមកយើងក៏ចូលស៊ីម៉ងឲ្យគាត់ហើយធ្វើឲ្យវារាវបន្តិចដើម្បីឲ្យវាស្រួលបៀកទៅវាលោងល្អហើយក៏វារៀងល្អអញ្ចឹងណាបើយើងស្អិតយើងបៀកទៅវារៀងតឹងដៃឥឡូវគាត់ក៏ញាប់ដៃញាប់ជើងហើយគាត់លើកខោហើយគាត់អត់ដឹងថាខ្ញុំថតទេគាត់អត់ដឹងទេគាត់ធ្វើគាត់ហាណាគាត់ធ្វើញាប់ដៃញាប់ជើងហើយគាត់ជំនាញហើយគាត់ថតមកដែរក្រៅពីនេះខ្ញុំក៏មិនអាចជួយគាត់បានទេព្រោះខ្ញុំអត់ដែលចេះធ្វើទេហើយដូចថាយើងបានទៅដើរជិតចេះមើលទេអត់ប្រយោជន៍អត់មានប្រយោជន៍ទេគឺថានេះអត់បានការបងប្អូនឥឡូវនេះគាត់ចាប់ផ្ដើមបៀកហើយចាប់ផ្ដើមឃើញស្អាតបដាហើយនេះគឺរបៀបផ្សៃដើម្បីឲ្យស្អាតយើងត្រូវសម្អាតចាក់ទឹកហើយក៏បៀកចុះបៀកឡើងមិនថាបៀកហើយស្អាតទេណាបៀកឲ្យយើងដើម្បីឲ្យវារលោងមើលទៅចូលភ្នែកណាហើយយើងក៏ឃើញគាត់ធ្វើអញ្ចឹងទៅយើងក៏ចាប់អារម្មណ៍យើងថតទុកជាអនុស្សាវរីយ៍អីចឹងទៅហើយកន្លងមកក៏ខ្ញុំធ្លាប់ធ្វើសំណងដែរប៉ុន្តែខ្ញុំខានរយៈដោយសារសុខភាពតែឥឡូវចុះធ្វើសំណងវិញហើយធ្វើសំណងនេះមិនមែនជាមេជាអរគុណស្រីបងប្អូនមេជាអីទេឥឡូវស្រីខ្ញុំគាត់បានចេញពីរៀនមកគាត់ថាវិញថ្ងៃហ្នឹងក៏ធ្វើទៅហើយខ្ញុំនេះក៏សេរីកាមេរ៉ាដាក់ឲ្យចំកូនស្រីខ្ញុំតិចទៅដើម្បីឲ្យឃើញនៅគាត់ចូលផ្ទះហើយខ្ញុំក៏ចាប់ផ្ដើមចាត់កាមេរ៉ាទៅជាងវិញដើម្បីសកម្មភាពរបស់ជាងគាត់ធ្វើញាប់ជើងមែនតើហើយខ្ញុំក៏ដាក់កាមេរ៉ាចោលខ្ញុំដើរចូលមកហើយចូលមកហ្នឹងមិនចូលធ្វើអីចូលឈរមើលឃើញថាស្អាតលោកស្អាតហើយវីដេអូនេះវាវែងបន្តិចហើយបងប្អូនដោយសារយើងថតកម្មភាពពេញយើងអត់បានចាំទេហើយរៀងវែងបន្តិចហើយគាត់មើលទៅប្រហែលជាហត់ហើយវាយូរហើយមកព្រឹកតដល់ថ្ងៃគាត់ដែរឥឡូវមើលមកជាងខាងទៀតគាត់នៅកន្លែងដដែលទេបងប្អូនយូរហើយគាត់នៅកន្លែងហ្នឹងគាត់ដូរកន្លែងនេះដើម្បីគាត់នឹងយូរបន្តិចប៉ុន្តែគាត់មេជាងធំអ
នៅក្នុងចំណោមនេះចំណោមឥឡូវខ្ញុំដាក់កាមេរ៉ាមកមេជាងទូចវិញម្ដងហើយដាក់កាមេរ៉ាគាត់អត់ដឹងថាខ្ញុំថតទេគាត់ធ្វើលះកាមេរ៉ាហើយខ្ញុំក៏ដាក់កាមេរ៉ាចាប់យកគាត់តែគាត់អត់មានមើលយើងទេហើយទស្សនវិជ្ជាខាងក្រៅបងប្អូនទស្សនវិជ្ជាខាងក្រៅនៃបរិវេណផ្ទះរបស់ខ្ញុំនេះគឺផ្ទះតូចទេប៉ុន្តែយើងទៅសាងសង់ហើយយើងអត់មានលុយធ្វើអីធំដុំដូចគេទេគឺមកមុំគ្រួសារតូចដែលយើងអាចរស់នៅបានចន្លោះពី4ទៅ5នាក់អីចឹងទៅទាំងម៉ែកូនប៉ុណ្ណឹងតែបើឲ្យធំធេងស្អាតដូចគេដូចមិនទេផ្ទះនេះវាមានតឹង6បណ្ដោយនេះប្រហែលជា15ប្រហែលអីគឺ15បណ្ដោយនេះវែងបន្តិចប៉ុន្តែយើងធ្វើអត់ទាន់ហើយពេញលេញដោយសារស្បាត់ហើយថវិកាយើងអត់គ្រប់គ្រាន់ហើយខ្ញុំបានតែសម្លឹងឥឡូវឃើញថាហត់ហើយសូមគាត់សាបន្តិចសូមគាត់សាធ្វើតែគាត់ថាយើងចង់ចេះអីចឹងណាចង់វីចង់អីឃើញគាត់ហត់ហើយដែរហើយគាត់ថានេះតនេះអីចឹងទៅហើយខ្ញុំក៏វីតាមគាត់ដើម្បីឲ្យការងារនេះនិយាយទៅបានតែក្រោយគេធ្វើហើយយើងទៅក្រោយគេចឹងគេថាមនុស្សយកមុខគេចឹងទៅបងប្អូនឥឡូវនេះយើងក៏បានធ្វើហើយចេញរូបរាងហើយវាស្អាតរលោងហើយតែខ្ញុំឃើញថាគាត់ហត់ហើយយើងជួយឲ្យគាត់ដើម្បីឲ្យគាត់សម្រាប់ហើយគាត់អត់សម្រាប់គាត់នៅដល់យើងអស់នេះនោះប្រាប់ឲ្យខ្ញុំហ្នឹងវីកន្លែងហ្នឹងឲ្យស្អាតអីចឹងទៅប៉ុន្តែឃើញថាវារលោងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនដើម្បីឲ្យបងប្អូនមើលជីវភាពប្រចាំថ្ងៃរបស់ខ្ញុំគឺធ្វើសំឡងទេបងប្អូនបន្ទាប់ពីចូលឆ្នាំរួចហើយមានតែប៉ុណ្្នឹងទេអរគុណច្រើន